ក្នុងឆ្នាំ2019ភ្ញៀវទេសចររាប់លាននាក់ធ្វើដំណើរតាមដងទន្លេទស្សនាប្រាសាទនានាក៏ដូចជារស់នៅយ៉ាងសុខសាន្តកម្ពុជាមានភាពរស់រវើកយ៉ាងខ្លាំងជាមួយនឹងវប្បធម៌និងក្តីសុបិនរាជធានីភ្នំពេញដែលមានពលរដ្ឋជាង2លាន2សែននាក់កំពុងរស់នៅនិងបន្តស្ថិតនៅក្រោមស្ថានភាពបិទគប់ជំងឺរាតត្បាតជាសកលនេះបានប៉ះពាល់ដល់វិស័យទេសចរយ៉ាងខ្លាំងសន្តាគារត្រូវបានបិទគប់ការធ្វើដំណើរក៏ត្រូវបានដួលរលំមនុស្សបាត់បង់ប្រាក់ចំណូលហើយគ្រួសារនីមួយៗជួបទុក្ខបញ្ហាជាច្រើនរហូតមកដល់ពេលនេះប្រទេសកម្ពុជាមិននៅស្ងៀមឡើយពីមួយជំហានទៅមួយជំហានមួយថ្ងៃទៅមួយថ្ងៃប្រទេសកម្ពុជាចាប់ផ្ដើមអភិវឌ្ឍម្ដងទៀតចាប់ផ្ដើមបើកដំណើរការម្ដងទៀតហើយនឹងទទួលភ្ញៀវទេសចរមកវិញម្ដងទៀតអូខេដែរខ្ញុំចាប់អារម្មណ៍មកថាផ្ទះចុះទៅចូលមកលេងទៅតាមប្រទេសយើងច្រើនណាស់អូខ្ញុំឃើញចឹងដែរតាប៉ុន្តែដល់ពេលយូរនិយាយទៅខ្ញុំនឹកឃើញការពេល COVID-19 នោះប្រទេសកម្ពុជាយើងណាបាត់ខ្ទប់សិនទៅទីកន្លែងហ្មងណាសូម្បីតែភ្ញៀវទេសចរក៏អត់ស្គាល់មានដែរអាជំងឺរាតត្បាត COVID-19 ហ្នឹងណាធ្វើឲ្យប៉ះពាល់វិស័យទេសចរយើងខ្លាំងហ្មងហើយឃើញដែរម៉ាក់តាយូបើកសន្តាគារនៅខាងខេត្តសៀមរាបខាងគាត់មានប៉ះពាល់អីធ្ងន់ធ្ងរអត់សន្តាគារពួកយើងណាក៏បានបិទមករយៈដែរដោយសារតែ COVID-19 ហ្នឹងហើយស្ថានភាពពួកយើងដោយសារតែបិទហ្នឹងហើយក៏បានខាត់បងពីភ្ញៀវទេសចរផងពីភ្ញៀវក្នុងស្រុកផងដែលធ្វើឲ្យការប្រាក់ចំណូលពួកយើងក៏បានធ្លាក់ចុះច្រើនដែរក្រសួងសុខាភិបាលកម្ពុជាបានប្រតិបត្តិការវៃឆ្លាតក្នុងការបិទសាលារៀននិងសាកលវិទ្យាល័យបស្ថានភាពអាជីវកម្មនិងសេវាកម្មដែលមិនចាំបាច់កំណត់លក្ខខណ្ឌធ្វើដំណើរតាមអាកាសនិងកម្មច្រកព្រំដែនព្រមទាំងផ្សព្វផ្សាយព័ត៌មានសុខាភិបាលដល់ប្រជាជនជាង16លាននាក់ទូទាំងប្រទេសប្រឆាំងមេរោគ COVID-19 តែការរីករាលដាលនៃជំងឺ COVID-19 បានបណ្ដាលឲ្យសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងខ្លាំងដែលជារឿងធ្វើឲ្យអ្នកក្រុមក្រីក្រនិងអ្នកងាយរងគ្រោះប្រឈមនឹងបញ្ហាបន្ថែមហើយអាចធ្វើឲ្យមានមនុស្សបន្ថែមប្រហែល 1.3 លាននាក់ធ្លាក់ចូលក្នុងភាពក្រីក្រប្រាប់ដូចថាមានរោគឆ្លងមូទៅយើងបារម្ភបាត់បង់ភីវច្រើនពេលខ្លាចពេលយើងលក់ឲ្យភីវលក់អីទៅយើងខ្លាចឆ្លងដឹងអាណាគាត់ទៅមុខទៀតដឹងមិនណាចាំមើលសឹកងាយវាកាន់ពិបាកច្រើនតែការងារក៏អត់ខ្ញុំហើយឲ្យយើងអត់ចេះអក្សរមិនដឹងទៅរកការងារណាបានធ្វើទៅមុខទៀតមិនដឹងរកឲ្យបានឲ្យកូនហូបបានតាមការប៉ាន់ស្មានជំងឺ COVID-19 អាចនឹងបណ្ដាលឲ្យបាត់បង់ការងារប្រមាណ 39,000 តំណែងក្នុងឆ្នាំ 2020 វិស័យទេសចរណ៍ត្រូវបានវាយប្រហារខ្លាំងជាងគេដោយមានការធ្លាក់ចុះ 90% ក្នុងបរិមាណអ្នកធ្វើដំណើរតាមអាកាសនិងធ្លាក់ចុះប្រាក់ចំណូលប្រចាំខែដល់ទៅ 99.5% នៅតំបន់ទេសចរណ៍អង្គរវត្តដែលជាភាគល្បីល្បាញរបស់ប្រទេសកម្ពុជាចុងតាំងពីCOVIDមកដល់ឥឡូវណាវិស័យទេសចរប្រទេសយើងចាប់ផ្ដើមវាចំណាំពេកដល់ម្ដងតអញ្ចឹងដើម្បីស្ដារវិស័យទេសចររបស់យើងឡើងវិញម្ដងទៀតរដ្ឋាភិបាលកម្ពុជាបានព្យាយាមយ៉ាងខ្លាំងក្នុងរយៈពេលប្រមាណឆ្នាំកន្លងមកនេះអ្វីដែលយើងបានផ្ដោតសំខាន់ទៅលើនោះគឺហេដ្ឋារចនាសម្ព័ន្ធប្រទេសកម្ពុជាបានព្យាយាមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជាស្ពានថ្នល់ជាពិសេសនោះគឺអាកាសយានដ្ឋានដែលយើងទៅតែបើកថ្មីកន្លងមកនេះដែលមានឈ្មោះថាអាកាសយានដ្ឋានដេជោឬហៅថាដេជោ International Airport ដែលសារតែមានពាក្យមួយដែលគេនិយាយថាbecause when travel become easier tourism becomes stronger ការពីហេដ្ឋារចនាសម្ព័ន្ធប្រទេសកម្ពុជាក៏បានពង្រីកនៅការស្នាក់នៅផងដែររួមមានទាំងរីសតរហូតទៅដល់ការស្នាក់នៅរดับកម្រិតកែប្រែទៀតផងពួកយើងចង់ឲ្យទេសចរទទួលបាននូវអារម្មណ៍សុវត្ថិភាពមានផាសុកភាពងាយស្រួលនិងមានបទពិសោធន៍ល្អក្នុងការធ្វើដំណើរកម្សាន្តនៅប្រទេសកម្ពុជា Better road, better connectivity, better accommodations. This physical investment are the backbone of tourism recovery. ដែលបន្ថែមលើពីនេះលោកអគ្គនាយកអភិវឌ្ឍទេសចរនិងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរបានឆ្លើយតបទៅនឹងសំណួរដែលបានចាត់សួរថាតើកម្ពុជាអាចធ្វើអ្វីខ្លះដើម្បីលើកកម្ពស់វិស័យទេសចរ
ដោយលោកមានប្រសាសន៍ឡើងថាយើងគួរតែពិនិត្យមើលចំណុចមួយចំនួនដែលកែលម្អផលិតផលរបស់យើងនិងទាមទារនូវកិច្ចសហការប្រតិបត្តិរវាងវិស័យឯកជននិងវិស័យសាធារណៈទី2តាក់ទងនឹងទីផ្សារទោះបីជាយើងមានកន្លែងទេសចរណ៍សម្គាល់ច្រើនក៏ដោយក៏យើងត្រូវការទីផ្សារជាច្រើនជាមួយនឹងជំនួយពីអ្នកមានឥទ្ធិពលជាច្រើនផងដែរដើម្បីផ្សព្វផ្សាយអំពីប្រទេសកម្ពុជារបស់យើង បើសិនជាយើងកាន់តែអភិវឌ្ឍទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធនិងការស្នាក់នៅទៅមុខគឺមកគ្រប់គ្រាន់ទេប្រទេសកម្ពុជាយើងក៏ត្រូវអភិវឌ្ឍទៅលើជំនាញរបស់អាជីវករនិងប្រជាជនខ្មែរផងដែរបច្ចុប្បន្នពួកយើងសង្កេតឃើញថាមានវគ្គសិក្សាជាច្រើនដូចជាភាសាសេវាកម្មបដិសណ្ឋារកិច្ចការធ្វើទីផ្សារនិងការគ្រប់គ្រងទេសចរមនុស្សជាច្រើនកំពុងតែពង្រឹងខ្លួនដើម្បីផ្ដល់សេវាកម្មដ៏ល្អមួយសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ក្រៅពីអភិវឌ្ឍទៅលើហេដ្ឋារចនាសម្ព័ន្ធការស្នាក់នៅនិងជំនាញរបស់ធនធានមនុស្សកម្ពុជារាជរដ្ឋាភិបាលក៏បានវិនិយោគយ៉ាងច្រើនក្នុងការផ្សព្វផ្សាយឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរការចំណាយសម្រាប់ការផ្សព្វផ្សាយទេសចរណ៍ត្រូវបានគ្រប់គ្រងជាចម្បងដោយក្រសួងទេសចរណ៍ដែលប្រើប្រាស់ថវិកាសម្រាប់យុទ្ធនាការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ឆាកអន្តរជាតិតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានាដូចជា Digital Marketing, Social Media និង Tourism Campaign ក្រៅពីនេះក៏មានជាការបង្កើតជា Destination Branding ដែលយើងតែងតែលើកគេនិយាយថា Cambodia Kingdom of Wonder ឬកម្ពុជាបរិជាណាចក្រអច្ឆរិយៈ ហើយកម្ពុជាក៏បានចូលរួមទៅក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិជាច្រើនដូចជានៅទីក្រុង Berlin និង London Ồ, yêu con thấy cái đó. Nhưng con edit video trong con chia content lên Facebook nằm mây, chơi sắp sai vì sai tên cho sọ yêu hả? ផ្សាយនៅលើបណ្ដាញសង្គមពិតជាមានសារៈសំខាន់យ៉ាងខ្លាំងដែលធ្វើឲ្យពិភពលោកបានមកឃើញពីសម្រស់យ៉ាងស្រស់ស្អាតនៃវិស័យទេសចរណ៍របស់ប្រទេសកម្ពុជាដើម្បីឲ្យច្បាស់ជាងនេះពួកយើងក៏បានធ្វើដំណើរទៅកាន់មុខព្រះបរមរាជវាំងហើយធ្វើការសម្ភាសន៍ចោទសួរជាសំណួរខ្លីៗនិងចំណាប់អារម្មណ៍ពីវិស័យទេសចរណ៍នៅកម្ពុជា Where are you from? I'm from Canada. Is this your first time visiting Cambodia? No, been a few years. Yeah, and what do you love the most here? The people. And what surprised you the most? That's a good question. The resilience. Oh. Yeah. Would you recommend Cambodia to your friend? Yeah, of course. Yeah, all the time. Thank you. No problem. Thank you. សួស្តីបង សួស្តីបង បងមានឈ្មោះគេណា ខ្ញុំឈ្មោះបញ្ញាបង បងគិតថាតាំងបងបានក៏សង្កល់តាំងពី COVID-19 ដល់ឥឡូវវិស័យទេសចរណ៍នៅកម្ពុជាយើងមានការរីកចម្រើនអត់បង បាទបងមើលក្រោយពី COVID មកខ្ញុំឃើញថាកម្ពុជាយើងខាងវិស័យទេសចរណ៍រីកចម្រើនច្រើន តើបងគិតថាមានកត្តាអីខ្លះបងដែលធ្វើឲ្យវិស័យទេសចរណ៍យើងកើនឡើងបង បាទកត្តាដែលធ្វើឲ្យមានការរីកចម្រើនផ្នែកទេសចរណ៍នៅកម្ពុជាយើងឃើញថានៅរាជធានីភ្នំពេញយើងមាន event ជាច្រើនហើយក៏ដូចជាឥឡូវមានដូច Walk Street អីចឹងទៅដើម្បីទាក់ទាញភ្ញៀវទេសចរទាំងបរទេសទាំងក្នុងប្រទេសដើម្បីឲ្យមកចូលរួមនិងកំសាន្តរីករាយទាំងអស់គ្នាហើយនឹងរកចំណូលបានច្រើនសម្រាប់ប្រទេសជាតិយើង អរគុណច្រើនបង The hardship changed us, but it also made us stronger. Cambodia tourism is rising once again, step by step, year by year. Together, Cambodia will become the world. Kingdom of Wonder.